ធ្លាប់តែយកឈូវាយប៉ាកាតូឥឡូវយើងយកប៉ាកាតូយកទៅវាយឈូវិញចាំមើលមួយស្មើឈ្នះអត់ហើយឈូនេះគេលេងកាក់ឡែនទៀតគេចូលមកដល់អត់ទាន់ប្រើ skill គេវាយមួយដៃពីរដៃអីចឹងទៅហើយបានស្គូនងរ៉ាក់នោះយើងថយសិនសេរីបឆោតឲ្យតាអូននឹងអស់ skill ទី1មកឲ្យយើងចូលទៅដល់ផ្ទះបកាច់បន្ទាប់មកទៀតខ្មៀវនឹងគេដាក់ថា thank you ហើយ tip មួយនៅពេលដែលគ្នាយើងលេងប៉ះឈូអញ្ចឹងណាគឺថាគ្នាយើងចាំឈូប្រើ skill អស់សិនមកអាទី1អាទី2ហ្នឹងតអស់ទៅយើងចូលទៅវាយ free អញ្ចឹង hero ហ្នឹងមែនតែនទៅខ្លាំងណាស់ skill ទី1ទី2ហ្នឹងតែហើយកន្លែងនេះខ្ញុំឈរវាយមីនៀនសុកឈូចេញមកពីក្នុងស្មៅដាក់យើងមកជើងទៅយើងស៊ីនមកដល់ថែមម្ដាយដេបន្ទាប់មកទៀតយើងក៏ respawn មកវិញឃើញគេវាយកន្លុកតុកឆាននៅថោះថលឯណាក៏ប៉ុន្តែខ្ញុំចូលមកដល់ថាម៉ាត់អ៊ីនស៊ីនឈូនេះគេធាក់យើងមកជើងទៀតក៏ប៉ុន្តែតតយើងមានឈឺឯណាចេញតែពីតតហ្នឹងវិញចង់ទៅណាមកកប៉េះគូដោហើយបន្ទាប់ពីយើងដាក់ឈូដេកស្រួលបួលហើយឈូហ្នឹងគេងើបពីដេកមកវិញវាយសិត emoji លៀនដាតឯណាចេញពីក្នុងស្មៅស្គូនងរ៉ាក់នងម៉ាត់ម្ដាយទៀតដេហើយរឿងដែលយើងត្រូវធ្វើបន្ទាប់ទៀតនោះគឺប្រកាសណាស់លួចទេ enemy ដើម្បីជោគជ័យបន្ទាប់ពីខ្វេះទេ enemy ហើយក៏ដើរមក mid អីចឹងទៅឃើញគ្នាខ្ញុំទៅវាយគ្នាគេខ្ញុំចូលមកដល់ស៊ីបែតែយើងស៊ីបែរួចរាល់ហើយនៅចាំការទៀតពួនក្នុងស្មៅមកតែពួនមិនបានសុកដោយសារតែ E បើកមេបហើយឈូនេះគេស្គូនងមកយើងថយសិនលីងចូលមកដូចរៀងកាចតែកាចតែពេលបើកអាទីណាមើលទង្វើវាយសិតតដើររើដាវ3ដាវហ្នឹងរើសអត់បានស្រួលហើយគេវាយងាប់ទៀតអស់ចាណាកូនខ្មែរហើយនិយាយពីគ្នាខ្ញុំវិញ team fight នេះបើកដល់កជើងដោតាំងពី early រហូតមកដល់ mid game និយាយពីថា team fight មានគ្រប់ទីកន្លែងគ្រប់ពេលវេលាចូលមកដល់យើងម៉ាត់ឈូម្ដាយមកបានមកខៀលហើយ enemy គេចូលមកដល់យើងថយសិនឲ្យគេវាយគ្នាយើងឲ្យតួសាច់ជីសិនយើងដាក់ skill ទី2វាយថែម្ដាយទៀត triple kill ហើយមីនឯងយើងជាប់នៅកប៉េះគូយីនស៊ីនអត់ទៅណាអីបកក្រោយវិញភ្លាមយើងត្រូវការកាប៉េះគូតឯងមីនឯងហើយអាបាច់ចាំឲ្យគ្នាយើងអ្នកតាម skin collector skin លីញយនេះចិត្តគ្រប់នៅហើយបើលីញយវិញគឺគេ free ticket នៅថ្ងៃទី8វេលាម៉ោង3ហើយអា collector នោះស្រួលឯគ្នាយើងអាចសំអារ៉ាក៏បានយើងចាំចាប់មួយថ្ងៃម្ដងក៏បានដែរហើយបើសិនជាគ្នាយើងណាអត់ដឹងថា top up diamond នៅកន្លែងណាដែលមានតម្លៃសមរម្យនិងសេវាកម្មលឿនជូនគ្នាយើងអីទេគឺថាគ្នាយើងអាច top up diamond ជាមួយនឹង Viball Shop ដូចជា 7 អញ្ចឹងដែលមានន័យស្មោះទាំងអស់គ្នាគ្រាន់តែចុច link នេះជា 7 បានដាក់ឲ្យនៅក្នុង comment របស់ប៉ហ្នឹងឬក៏ចូលទៅកាន់ជ្រុងវាពាក្យថា viballshop.com ទៅនឹងឃើញជាមួយនឹង website Viball Shop ហើយដើម្បីកុំឲ្យខាតបង់ពេលវេលានិងលុយកាក់របស់អ្នកទាំងអស់គ្នាគឺជា701 website Viball Shop យើងគឺមានឈ្មោះថា Viball Shop ហើយរូបរាងគឺមានបែបនេះចំណែក website Viball Top Up ហ្នឹងគឺមិនមែនជា website របស់ Viball Shop ទេអត់ដឹងថា website ហ្នឹងមកពីណាមកពីណីអីទេក៏ប៉ុន្តែមានគ្នាយើងដាក់នៅ website ហ្នឹងហើយអត់បាន diamond គឺថាច្រើនខ្លាំងមែនតើឆាតមក page Viball Shop ឲ្យគាត់ដោះស្រាយឲ្យយើងទៅគាត់អាចដោះស្រាយបានទេដោយសារតែហ្នឹងមិនមែនជា website គាត់ website Viball Top Up ហ្នឹងគឺថាគាត់មាន contact សម្រាប់តាក់ទងនៅពេលដែលមានបញ្ហាអីទេអញ្ចឹងហើយគឺអាចទុកចិត្តបានទេដូច្នេះដើម្បីកុំឲ្យគ្នាយើងភ័ន្តច្រឡំខាតបង់ពេលវេលានិងលុយកាក់គឺថាគ្នាយើងគ្រាន់តែចុច link នេះជា7បានដាក់ឲ្យក្នុង comment ហ្នឹងក៏បានឬក៏ចូលទៅកាន់ page Viball Shop រួចចុច link នៅ bio ហ្នឹងទៅក៏ចូលទៅដល់ website ដូចគ្នាដែរឥឡូវនេះគឺយើងក៏លេងមកមើលសាច់ game យើងវិញ enemy នេះខ្ញុំស្មានតែគេនៅវាយគ្នានោះមានតែគេចាំបោកវាយខ្ញុំឯណែតោះតែពេលយើងស្លេនហើយហ្នឹង enemy ហ្នឹងគេបុកផ្ទះយកហ្មងនេះប្រហែលជាចាញ់មកពីខ្មៀវនៅខាងយើងនឹងតែហ្មងគិតទៅ hero នេះយ៉ាងងាយមែនជាចុងក្រោយគឺគ្នាយើងកុំភ្លេចជួយ follow ជា7ផងណាការ follow like share របស់គ្នាយើងគឺពិតជាសំខាន់ណាស់ធ្វើឲ្យជា7មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀត